ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតើពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយដែរទេថ្ងៃនេះខ្ញុំនឹងរំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅស្ដាប់រឿងមួយមុននឹងចូលសាច់រឿងសូមចាត់ពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Subscribe និងរូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដែលរឿងនេះមានចំណងជើងថាវិញ្ញាណនៅក្នុងវត្តចាស់នៅជិតភូមិមួយនៅជនបទកម្ពុជាមានវត្តចាស់មួយដែលមានប្រវត្តិអាថ៌កំបាំងពួកមនុស្សចាស់និយាយថានៅក្នុងវត្តនោះមានវិញ្ញាណខ្មោចដែលនៅតែដើរលងអារក្សទាល់តែពេលនេះកាលពីមុននៅសម័យចុងបញ្ចប់នៃអាណាចក្រខ្មែរការងារសាងសង់វត្តមួយកំពុងដំណើរការនៅក្នុងភូមិមួយព្រះសង្ឃនិងប្រជាពលរដ្ឋបានពង្រឹងអស្ថិធំហើយមានបុរសម្នាក់ឈ្មោះឆាយដែលជាបុរសវ័យក្មេងខំប្រឹងធ្វើការជាមួយអ្នកដទៃប៉ុន្តែឆាយមានជំនឿខ្លាំងលើអំណាចខ្មោចគាត់ជាមនុស្សចូលចិត្តស្វែងរកអាថ៌កំបាំងហើយនៅយប់មួយគាត់បានទៅរកឃ្លាំងឃ្លោកដែលមានអស្ថិខ្មោចចាស់គាត់អូសរបស់មួយចំនួនចេញហើយចាប់ផ្ដើមសាកល្បងអំពើអាក្រក់ស្រាប់តែមានខ្យល់បក់មកខ្លាំងណាស់ពេលឆាយប្រើដៃចាប់អស្ថិមួយយប់នោះគាត់បានឃើញរូបខ្មោចម្នាក់បុរសខ្មៅសម្លៀកបំពាក់ខ្មៅសម្បត្តិស្បែកស្លេកស្លាំងកំពុងដើរមកជិតគាត់ហើយក៏បានសួរទៅឆាយថាតើអ្នកចង់បានអ្វីសំឡេងដ៏ត្រជាក់ដូចខ្យល់ត្រជាក់ផ្ដល់សំណួរគួរឲ្យព្រឺក្បាលពេលនោះឆាយខ្លាចខ្លាំងណាស់តែគាត់មិនអាចរត់ទៅណាបានទេវិញ្ញាណនោះដាក់ដៃលើស្មាគាត់ហើយឲ្យគាត់ឃើញអតីតកាលរបស់ខ្លួនអតីតកាលរបស់ខ្មោចនោះនៅសម័យនោះមានបុរសម្នាក់ជាអ្នកសាងសង់វត្តគាត់បានស្លាប់ដោយសាររបួសធ្ងន់អំឡុងពេលសាងសង់មនុស្សស្លាប់នោះមិនទទួលបានការបូជាទេវិញ្ញាណរបស់គាត់នៅតែត្រឡប់មកលេងព្រៃវត្តពេលនោះខ្មោចនោះបានពោលទៅឆាយអ្នកបានបំពានអស្ថិខ្ញុំអ្នកត្រូវបង់បាបឆាយស្ដោកស្ដឹងហើយខ្សោយលង្វែកក្នុងសំណាក់ខ្មោចពេលអ្នកភូមិរកឃើញគាត់ក្នុងព្រឹកថ្ងៃស្អែកគាត់បានស្លាប់នៅជិតអស្ថិដែលត្រូវបានដាក់នៅក្នុងចានខ្សាច់ទីបញ្ចប់តាំងពីថ្ងៃនោះមិនមាននរណាមានសិទ្ធិដើរលេងនៅវត្តចាស់នោះទៀតទេអ្នកដែលធ្វើខុសនឹងត្រូវបង់បាបសូមជម្រាបបងប្អូនទាំងអស់គ្នាថាពាក្យអស្ថិគឺប្រែមកថាឆ្អឹង
ឆ្អឹងដែលគេមិនតាន់បានបូជាពេលដែលខ្មោចស្លាប់ទៅគេមិនតាន់បានបូជាហើយពេលរលួយសាច់អស់ទៅវានឹងសល់ឆ្អឹងបងប្អូននេះគឺជាពាក្យបាលីពាក្យអស្ថិជាពាក្យបាលីដែលគេប្រែមកថាឆ្អឹងដែលនៅសល់ហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានចូលស្ដាប់ហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយចុច Subscribe និងរូបកណ្ដឹងម្នាក់មួយផង